បាទខ្ញុំបាទភក្តីសូមលើកដៃគោរពនិងជម្រាបសួរដល់បងប្អូនខ្មែរដែលរស់នៅទូទាំងពិភពលោកទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំបានលេងជាមួយនឹងបងប្អូនដែលនៅបក LDP ហៅថាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាទដោយសារខ្ញុំលេងជាមួយគាត់មួយរយៈបាទខ្ញុំបានដឹងពីនិស្ស័យពីចរិតណាពីទង្វើរបស់គាត់មួយចំនួនបាទឥឡូវនេះខ្ញុំមានសំណេរ8យ៉ាងដើម្បីមកសុំធ្វើការបញ្ឈប់រាល់ធនធានរបស់គាត់ព្រមទាំងលោកមេបកផងដែរបាទទី1ខ្ញុំសូមឲ្យធ្វើការបញ្ឈប់មើលងាយប្រជាពលរដ្ឋខ្មែរថាល្ងងខ្លៅទៀតទៅណាព្រោះប្រជាពលរដ្ឋនឹងហើយដែលជាអ្នកបង្កើតក្បាលលោកមកបាទគ្មានពួកគាត់ទេក៏គ្មានពួកអស់លោកដែរទី2ឈប់មើលងាយពុទ្ធសាសនាឈប់ចង់បំផ្លាញពុទ្ធសាសនាព្រោះសាសនាពុទ្ធមិនដែលបានមានកំណត់អាក្រក់ទៅលើបុគ្គលណាម្នាក់ទេណាអត់មានកំណត់អាក្រក់ទៅចង់ធ្វើឲ្យជាមួយនឹងលោកឯងទេទី3ជប់តាំងខ្លួនឯងជាអ្នកចេះជាងអ្នកដទៃទៅណាខ្ញុំចង់ប្រាប់ភ្នំពុះនៅទៀតជាស្មៅកុំធ្វើអាចរិតណាអាខ្លះក្មេងតំកើតពីម្សិលមិញតែចូលខមមិននៅក្នុងវីដេអូរបស់អ្នកដទៃសិតថាអាប្រភ្លើអាល្ងងអាវែកអាសង្គិះធ្វើអញ្ចឹងទៅស្អីអស់ចាស្អីទី4សូមឈប់ចង់កែទម្លាប់ទំនៀមទម្លាប់របស់ខ្មែរដែលមានពីបរមបុរាណមកយូរយារណាស់មកហើយឈប់កែទៅចង់ឈប់ចង់ឲ្យកែទៅបើខ្លួនឯងកែមិនបានផងហ្នឹងខ្លួនឯងដោះមួកសំពះប្រសងដោះមួកនិយាយជាមួយប្រសងបានផងហ្នឹងធ្វើសន្ទរកថាណាប្រសងស្ដាប់រាប់រយអង្គរាប់មិនដឹងជាប្រមាណទេតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតហេតុអីបាច់ចាំបាច់ពាក់មួកណាហើយអ្នកខ្លះក៏យករូបលោក Real Cameron ដែលទៅធ្វើបាតកម្មជាមួយនឹងព្រះសង្ឃនៅព្រំដែនយកមកប្រៀបធៀបណាន័យថានៅជាមួយព្រះសង្ឃនេះហេតុអីពាក់មួកហេតុអីក៏ពាក់មួកខ្ញុំអត់រិះគន់តរិះគន់អ្មេចគេធ្វើបាតកម្មនៅក្នុងសកម្មភាពមួយណាកណ្ដាលថ្ងៃក្តៅបើសិនជាលោក Real Cameron គាត់ពាក់មួកនិយាយជាមួយព្រះសង្ឃនៅក្នុងម៉ាស៊ីនត្រជាក់ណាខ្ញុំក៏រិះគន់ដូចគ្នាហើយទី5ណាឈប់យកមេបកខ្លួនធំជាងឪពុកម្ដាយដែលគាត់ខំបង្កើតចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចមករហូតមកណាឈប់ទៅគំនិតហ្នឹងអទស្សនៈហ្នឹងខ្ញុំឃើញនៅ cover របស់ធនធានរបស់គាត់ហ្នឹងម្នាក់ដាក់តែរូបលោកខឹមវាសនាទេណាគេមានរូបឪពុកម្ដាយមានរូបបងប្អូនអីអ្នកមានកូនអីណាម៉ែឲ្យចិញ្ចឹមសម្រាប់វាខំមិនឲ្យហ៊ានឲ្យខំកូនទេពេលធំឡើងគ្រាន់តែលោកខឹមវាសនានិយាយណាតែទៅជាស្រឡាញ់គោរពបូជាលើឪពុកម្ដាយហើយទី6ជប់ប្រើពាក្យសម្ដីបាតផ្សាចូលខមមិននៅក្នុងវីដេអូរបស់អ្នកដទៃទៅដូចជាពាក្យអាប្រភ្លើអាសុគិះអាអាចហ្នឹងជប់ប្រើពាក្យអស់ហ្នឹងចំនួនខមមិនដែលជាការផ្ដល់យោបល់ការរិះគន់ដើម្បីស្ថាបនាណាយើងនិយាយមកពេលគេនិយាយមិនល្អអញ្ចឹងយើងនិយាយខមមិនប្រាប់មកថាចេះអញ្ចឹងណាផ្ដល់ជាមកយោបល់គេទៅកុំមកឡើងអាចអញ្ចឹងចង់មកជួយប្រជាជនស្អីហើយទី7ណាជប់និយាយពាក្យថាមិនត្រូវការអ្នកគ្រប់គ្រងព្រោះខ្ញុំឃើញណាលោកខឹមវាសនាគាត់ខំដើររស់ណាអ្នកគ្រប់គ្រងគ្រប់ប្រទេសមកឃើញទៅប្រទេសកូរ៉េមានធនធានម្នាក់និយាយថាខ្ញុំចង់ឲ្យជនជាតិខ្មែរដែលរស់នៅអាមេរិកហ្នឹងមកគ្រប់គ្រងបករបស់យើងដែរលោកខឹមវាសនាគាត់និយាយថាពួកខ្មែរនៅអាមេរិកហ្នឹងពួកហ្នឹងអត់ចេះគិតតែពួកល្ងងអត់គួរក្បាលពួកហ្នឹងរត់ទៅជំនាន់ប៉ុលពតណាដល់អញ្ចឹងល្ងងណាវាមិនអាចមកគ្រប់គ្រងយើងបានទេណាដល់អញ្ចឹងពេលគេមិនគ្រប់គ្រងថាគេល្ងងណាដល់ពេលអ្នកគ្រប់គ្រងហាបានទៅឆ្លាតអូនអញ្ចឹងកំណត់មេបកយូរមកមើងងាយដល់ពលករឬបងប្អូនខ្មែរដែលនៅប្រទេសថៃទៀតថាពួកហ្នឹងមិនសូវបានលេង Facebook
បានវាមិនសូវបានមើលឃើញវាអត់គ្រប់គ្រងពួកយើងទៅអញ្ចឹងទៅហើយទី7ហើយទី8ណាជាចំណុចចុងក្រោយឈប់និយាយពាក្យថាមិនត្រូវការសន្លឹកឆ្នោតរបស់ប្រជាជនទៅណាព្រោះខ្ញុំឃើញបង្កើតបកនយោបាយឲ្យទៅជួឈ្មោះបោះឆ្នោតបើសិនជាអ្នកនិយាយថាគ្រាន់តែចង់ជួយប្រជាជនឲ្យរួចផុតពីការបោកប្រាស់របស់អ្នកដទៃនោះលោកបង្កើតបកនយោបាយហើយមិនបាច់ទៅជួឈ្មោះបោះឆ្នោតទេណាជួយបង្កើតបកឲ្យជួយដល់ជួយប្រជាជនតាមរយៈការណែនាំអប់រំរបស់លោកទៅបើសិនជាលោកបង្កើតបកឲ្យជួយឈ្មោះបោះឆ្នោតបានន័យថាលោកត្រូវការសន្លឹកឆ្នោតត្រូវការសម្លេងឆ្នោតហើយអ្វីដែលខ្ញុំនិយាយហ្នឹងបើសិនពួកអស់លោកធ្វើបានយន្តតការទាំង8ដែលលោកចង់ដាក់ហ្នឹងគឺវាបានហើយមិនមានអ្នកគ្រប់គ្រងមានអ្នកទៅសួរស្គាល់សូម្បីតែខ្ញុំព្រោះគោលនយោបាយរបស់បកនីមួយបើយើងចូលទៅអានមើលវាល្អណាស់ចង់បានណាស់មិនថាគោលនយោបាយរបស់បកប្រជាជនគោលនយោបាយរបស់បកសង្គ្រោះជាតិគោលនយោបាយរបស់បក LDP សុទ្ធតែល្អណាអត់មានគោលនយោបាយរបស់បកណាមួយអាក្រក់ទេល្អទាំងអស់ប៉ុន្តែដល់ពេលមានឱកាសខ្លាយជារាជរដ្ឋាភិបាលហើយសូមឲ្យអនុវត្តបានតែ 60% នៃគោលនយោបាយរបស់អស់លោកទៅវាបានហើយណាប្រទេសជាតិវាអភិវឌ្ឍរីកចម្រើនហើយមិនបាច់ធ្វើដល់បានដល់ 100% ណាអញ្ចឹងហើយអស់លោកពេលខ្ញុំនិយាយរិះគន់ចំណុចកន្លែងអវិជ្ជមានរបស់អស់លោកណារបស់អស់លោក LDP មកខឹងខ្ញុំមកជេរមកស្អីណាថាខ្ញុំហ្នឹងមនុស្សស្អប់បាក់លោកខ្ញុំអត់បានស្អប់ទេណាខ្ញុំអត់ទាន់មានកាន់បកណាទេបាទខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំមានសិទ្ធិជ្រើសរើសមើលបកណាមួយដែលល្អដែលខ្ញុំអាចពឹងនៅថ្ងៃអនាគតណា